ចេញទៅមើលឲ្យច្បាស់តែមើលពួកគាត់ស្លាប់ក៏មកពីនាងធ្វើបាបមនុស្សចង្រៃខ្ញុំនឹងសងសឹកជូនគ្រួសារទីនាងជាមនុស្សស្រីសងសឹកយ៉ាងណាឥឡូវនេះយើងគ្មានមនុស្សគ្មានកំភ្លើងប្រហែលថ្ងៃក្រោយឧទាននឹងនាំមនុស្សសម្រុកចូលមកដល់ពេលនោះរត់រួចមិនតាន់ដឹងទេនាងយកស្អីទៅសងសឹកខ្ញុំមិនទៅណាទេខ្ញុំអាចខាតទៅសម្លាប់អ្នកស្រីចារៀបចំចិត្តរួចរាល់ហើយបើសិនជារួចរាល់ហើយនាំគ្នាចេញទៅវិញបានអ្នកស្រីចាវៃខាងទៅឲ្យចាប់ឡើងទៅនាំកូនថៃគ្រូសាទិញចេញតាមច្រកសំណាក់តែទៅតែប្រយ័ត្នណាម៉ែតាំងពីតូចខ្ញុំមិនដែលបាច់ពីម៉ែទេជីវិតខ្ញុំគឺម៉ែជាអ្នកផ្ដល់ឲ្យក្នុងស្ថានភាពបែបនេះខ្ញុំពួកឯងរស់គ្រូសាទិញរស់នាងស្ដាប់យល់ទេស្ដាប់យល់ហើយឯងកុំលុតជង្គង់កុំឲ្យគេមើលដឹងខ្ញុំជឿថាអ្នកស្រីចាស់គាត់មិនទាន់អស់សង្ឃឹមទេគាត់ប្រកាសជាមានការរៀបចំផ្សេងម៉ែបានប្រាប់ស្រីបំរើឲ្យរៀបចំអីវ៉ាន់ទៅហើយប្រាប់អភិបុលទៅកុំឲ្យទៅរកសងសឹកដេះដែរដើម្បីគ្រួសារទិញពួកអញទាំងពីរត្រូវតែតស៊ូរស់នៅតទៅទៀតម៉ែទៅចុះទៅឲ្យចាប់ឡើងលោកមេកាចាងហើយនេះមកជិះប្រហែលពេលឃើញនៅក្នុងតែសតាជាក្របផ្សេងចាងសានមីងស្រាប់តែយល់ពីគំនិតសុនហងនីវនេះហើយគឺជាអ្នកស្រីចាស់ដែលមើលទៅសុភាពរៀបសារតែក្នុងចិត្តមានក្តីក្លាហានណាស់អ្វីដែលគេសម្រុះសម្រួលគ្រាន់តែចង់ស្លាប់ជាមួយនឹងឧធានតែប៉ុណ្ណោះទេរឿងនេះត្រូវតែឲ្យដំណឹងទៅជនបរទេសបន្ទាន់ខ្លួនឯងមិនត្រូវស្លាប់ជាមួយគ្រួសារទិញឡើយលោកហាម្ដងនេះខ្ញុំបានទទួលដំណឹងតែប៉ុណ្ណឹងទេអ្នកនាងជាខ្ញុំជំនួសកំបិតក្រហមសូមអរគុណអ្នកនាងហើយលោកមិនបាច់ទេខ្ញុំចង់ឲ្យតែកំបិតក្រហមអរគុណខ្ញុំដល់តលាសិនហើយណាសូមជើញអ្នកនាងសូមជើញលោកតកែបើឧទាហរណ៍នាំគ្នាទៅដល់ភូមិគ្រឹះទិញផែនការសម្បុកឃុំយើងហាមខនបានគ្រូសាទិញស្លាប់មនុស្សច្រើនយ៉ាងនេះអ្នកស្រីសុនមានរឿងអ្វីដែលសុកចិត្តនៅស្ងៀមទេចង់ទៅឲ្យឧទាហរណ៍ស្លាប់ទេហើយគ្រូសាទិញមានបញ្ហាពួកយើងត្រូវតែគ្រូសាទិញមើលតែយ៉ាងម៉េចហើយចេញបញ្ជាហើយអ្នកបង្កប់ចាត់ការសម្លាប់សុនហុងនាវជាបន្ទាន់លោកមិនទាន់ធ្វើយ៉ាងនេះអាចប៉ះពាល់ដល់ការចរចាជាមួយនឹងគ្រូសាទិញទេវាគួរតែចាំដល់ពួកគេចេញពីគ្រូសាទិញសម្រាប់ចាត់ការទៅបើមិនសម្លាប់សុនហុងនាវទេពួកយើងមិនអាចចូលភូមិគ្រឹះមួយជំហានបានឡើយគ្រូសាទិញគ្មានមនុស្សប្រុសដឹកនាំទៅហើយមានស្អីត្រូវប្រជែងជាមួយយើងទៀតនោះហើយស្មានថាពួកវាចុះចាញ់ហើយនិយាយកញ្ចាស់នេះប្រើល្បិចទៀតហើយឆេងអ៊ីងនាងមានអីចង់សួរនាងនិយាយមកចុះមានការអីមធ្យោបាយមានវិធីច្រើនខ្ញុំមិនយល់សោះហេតុអីបានតែប្រាំកំតិចភូមិគ្រឹះកំតិចចាំចាំបាត់ទៅលឿនបាត់ធ្វើកុំឲ្យចេញចូលបាត់ធ្វើខ្ញុំយកបន្លែមកជូនទេអាណាបានមកឈឺគេឈឺហើយខ្ញុំច្បាស់ប្រុសគេខ្ញុំយកបន្លែមកជូនហ្នឹងមិនបានទេយើពីមុនយើងមិនដែរឃើញអីទេចូលមកនេះបន្លែយកមកហើយឥឡូវនេះឲ្យខ្ញុំគិតយ៉ាងម៉េចទៅមិនបានទេមានរឿងហ្នឹងយើងស្គាល់គេឲ្យគេចូលទៅណាបានចូលទៅបាទទៅអាបើយើងទៅវិញបាត់ធ្វើពួកឯងបានជាដឹងទៅហើយយើងក៏មិនចង់លាក់ទៀតដែរយើងក៏ចង់រកកន្លែងដែលមានសុវត្ថិភាពឲ្យគ្រួសារទិញទាំងចាស់ទាំងក្មេងនៅឲ្យបានសុខតទៅទៀតប៉ុន្តែគំនុំរវាងយើងជាមួយឧធានគឺត្រូវតែសងសឹកអ្នកស្រីចាភូមិគ្រឹះទិញជាកន្លែងមានសុវត្ថិភាពបំផុតសូមអ្នកស្រីគិតមើលពួកបរទេសបានសាងបាបកម្មច្រើនណាស់ក៏ព្រោះតែចង់បានភូមិគ្រឹះនេះឥឡូវនេះយើងគ្មានមនុស្សគ្មានកំភ្លើងពួកគេមិនត្រឹមតែមិនវាយលោកពួកយើងឲ្យព្រមទាំងដូរលក្ខខណ្ឌជាមួយយើងទៀតតើបាននាងនិយាយត្រូវជនបរទេសរហូតដល់ពេលនេះហើយមិនទាន់វាយលោកយើងនេះក៏ជារឿងពិតដែរពិតមែនហើយចំពោះមុខយើងកុំធ្វើអ្វីបង្ខំពេកគួរតែការពារភូមិគ្រឹះសិនរកឱកាសសងសិនតែកុំធ្វើអ្វីលះបង់ជីវិតងាយៗឲ្យសោះប៉ុន្តែទិញតែចុងរងចាំយូរពេក